សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកចេញវីដេអូប្រាប់ពីរបៀបដាក់ ringtone នៅលើទូរស័ព្ទ Vivo ណាអញ្ចឹងអ្នកគ្នាចង់ដឹងអ្នកគ្នាទស្សនាវីដេអូនេះរហូតដល់ចប់ជាដំបូងអ្នកគ្នាចូលទៅកាន់ YouTube រួចអ្នកគ្នា search ពាក្យបទចម្រៀងដែលអ្នកចង់ដាក់មកដូចជាខ្ញុំដាក់បទចម្រៀង See Goodbye រួចខ្ញុំអ្នកគ្នាចង់ដាក់វីដេអូណាបានដែរសំឡេងណាបានដែរឲ្យតែមាន link ណាអញ្ចឹងអ្នកគ្នាចម្លង link ហើយអ្នកគ្នាចូលទៅកាន់កម្មវិធី Google រួចអ្នកគ្នា search តាមខ្ញុំមក Wi-Fi អ្នកគ្នា search មកអ្នកគ្នាកុំយកលើអ្នកគ្នាមកយកអាក្រោមនេះយកអាក្រោមហ្នឹងណារួចអ្នកគ្នាផាស link ហ្នឹងមកនេះចុច search មកសូមរងចាំបន្តិចវា slow ចឹងណានេះបើវាចេញបែបនេះហើយមានន័យថាបានហើយរួចអ្នកគ្នាអស់មកក្រោមចុចពាក្យ download នេះហើយអ្នកគ្នាចុច download now ទៀតមករួចវានឹងចេញនេះវា download ហើយអ្នកគ្នាចុចបើកមកថាបទចម្រៀងនឹងមែនឬអត់បទចម្រៀងនេះឯងអញ្ចឹងអ្នកគ្នាចុចចេញចូលទៅកាន់កម្មវិធី setting រួចអ្នកគ្នាអស់ទៅក្រោមអ្នកគ្នាយកពាក្យថាសំឡេងនិងរំញ័ររួចអ្នកគ្នាអស់ទៅក្រោមមកអ្នកឃើញនេះសំឡេងរោទូរស័ព្ទពេលអ្នកគ្នាពេលគេខលមកនឹងឮសំឡេងដែលយើងដាក់ហ្នឹងហើយរួចអ្នកគ្នាអស់ទៅរកពាក្យដែលអ្នកគ្នា copy មិញណាសំឡេងមិញណាអ្នកគ្នាចុចសាកស្ដាប់បាននេះអានេះគឺជាសំឡេងដែលខ្ញុំដាក់អញ្ចឹងណាគ្នាលឺហ្នឹងហើយបើអ្នកគ្នាថានឹងសំឡេងរបស់អ្នកហើយអ្នកគ្នាចុចយកទៅហើយអ្នកគ្នាចុចចេញវិញមកអូខេហើយនេះគឺជាសំឡេងដែលគេបើពេលគេផ្ញើសារមកអ្នកគ្នាលឺអញ្ចឹងណាអ្នកគ្នាអាចដាក់បានហើយនេះសំឡេងច្រើនទៀតអ្នកគ្នាអាចដាក់បានអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសូមអរគុណនិងជម្រាបលាហើយកុំភ្លេច like share ផងណាដើម្បីមានវីដេអូ